សូមជម្រាបសួរនាងខ្ញុំឈ្មោះយ៉ៃម៉ាលីននាងខ្ញុំជាអតីតនិស្សិតស្នាក់នៅអង្គការក្តីសុខសាន្តកម្ពុជាដែលហៅកាត់ថាដមហូមខ្ញុំបានស្នាក់នៅដមហូមនៅឆ្នាំ2013រហូតដល់ឆ្នាំ2018ខ្ញុំមកពីជានិស្សិតមកពីខេត្តព្រៃវែងដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញទើបខ្ញុំបានមានឱកាសស្នាក់នៅអង្គការក្តីសុខសាន្តកម្ពុជាអ្វីដែលខ្ញុំបានរៀននៅកំឡុងពេលដែលខ្ញុំស្នាក់នៅអង្គការទីមួយគឺខ្ញុំរៀនបានអំពីរបៀបក្នុងការរស់នៅជាមួយនឹងក្រុមដែលមនុស្សទាំងអស់មកពីបរិបទផ្សេងគ្នាអញ្ចឹងខ្ញុំរៀនបានពីរបៀបក្នុងការសម្របខ្លួនជាមួយនឹងអ្នកដែលមកពីបរិបទផ្សេងការរស់នៅផ្សេងហើយពាក្យសម្ដីការប្រស្រ័យតាក់ទងគឺមានរូបភាពផ្សេងគ្នាប៉ុន្តែខ្ញុំរៀនបានពីការសម្របខ្លួននៅក្នុងរូបភាពបែបនោះខ្ញុំរៀនបានពីការដែលស្គាល់ពីអ្វីទៅហៅថាក្តីស្រឡាញ់ហើយការចែករំលែកជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនការអត់ធ្មត់ការបន្ទាបខ្លួនសពបែបយ៉ាងគឺមាននៅក្នុងអង្គការដែលមានការបង្រៀនពីប្រធានអង្គការផ្ទាល់និងសិស្សច្បងដែលគាត់ស្នាក់នៅទីនោះមុនផងដែរហើយខ្ញុំរៀនបានពីទាំងភាសាអង់គ្លេសផងដែរពីព្រោះនៅអង្គការយើងមានភ្ញៀវបរទេសមួយចំនួនដែលគាត់មានការធ្វើដំណើរពីក្រៅមកច្រើនសួរសុខទុក្ខអញ្ចឹងក្នុងកំឡុងពេលដែលគាត់មកសួរសុខទុក្ខគឺប្រធានអង្គការបានស្នើខ្នែងសូមឲ្យគាត់ជួយបង្រៀនពួកខ្ញុំអញ្ចឹងរយៈពេល1ខែ2ខែ3ខែគឺយើងមានឱកាសរៀនជាមួយនឹងគ្រូបរទេសនៅលើភាសាអង់គ្លេសផងដែរហើយអ្វីដែលសំខាន់ជាងគេដែលខ្ញុំមានឱកាសនៅពេលដែលខ្ញុំស្នាក់នៅនោះគឺខ្ញុំបានស្គាល់ពីព្រះនាមព្រះយេស៊ូវហើយខ្ញុំបានទទួលជឿព្រះយេស៊ូវបទពិសោធន៍ដែលទទួលជឿព្រះយេស៊ូវគឺខ្ញុំរៀនបានអំពីក្តីស្រឡាញ់ដែលយើងឲ្យអ្វីទៅអ្នកដែលនៅជុំវិញខ្លួនដោយមិនបានរំពឹងអីត្រឡប់មកវិញវាជាក្តីស្រឡាញ់ពិតប្រាកដដែលព្រះអង្គបង្រៀនឲ្យយើងធ្វើហើយការដែលចេះលះបង់ចេះអត់ធ្មត់និងចេះអត់ទោសជាមួយនឹងអ្នកដទៃដែលធ្វើខុសមកលើយើងអញ្ចឹងនៅមានរឿងច្រើនទៀតដែលខ្ញុំរៀនបានពីព្រះអង្គប៉ុន្តែចំណុចសំខាន់គឺខ្ញុំរៀនបានអំពីការអត់ធ្មត់ហើយនឹងការចេះអត់ទោសឲ្យអ្នកដទៃនៅក្នុងកំឡុងពេលរស់នៅនោះហើយវាបានជាប់នៅក្នុងខ្លួនខ្ញុំរហូតដល់បច្ចុប្បន្នដែលក្តីស្រឡាញ់របស់ព្រះអង្គតែងតែមាននៅក្នុងខ្ញុំជានិច្ចដល់បច្ចុប្បន្ននេះហើយអ្វីដែលសំខាន់គឺអង្គការក្តីសុខសាន្តកម្ពុជាបានផ្លាស់ប្ដូរខ្ញុំចេញពីអ្នកដែលអត់ចេះនិយាយអត់ហ៊ាននិយាយជាមួយនឹងអ្នកដទៃឲ្យខ្លាយទៅជាអ្នកដែលអាចមានទំនាក់ទំនងជាមួយនឹងអ្នកដទៃបានហើយស្គាល់ពីរបៀបក្នុងការដែលចូលទៅកាន់មនុស្សម្នាក់បានតាមរយៈបទពិសោធន៍ចេញពីការរស់នៅក្នុងក្រុមដែលមកពីបរិបទផ្សេងគ្នានេះអញ្ចឹងបច្ចុប្បន្ននេះខ្ញុំធ្វើការនៅក្នុងអង្គការផងហើយបច្ចុប្បន្នធ្វើការនៅក្រុមហ៊ុនតូចមួយមានតួនាទីជាថ្នាក់ដឹកនាំម្នាក់ដែរហើយឱកាសដែលខ្ញុំបានក្លាយទៅជាថ្នាក់ដឹកនាំសុទ្ធតែចេញអំពីបទពិសោធន៍ជាច្រើនដែលខ្ញុំបានស្នាក់នៅដមហូមហើយចេញពីការបង្រៀនចេញពីការផ្ដល់ដំបូន្មានជាច្រើនដែលប្រធានអង្គការគាត់បានផ្ដល់មកកាន់ពួកខ្ញុំហើយនឹងយុវជនជាច្រើនផ្សេងទៀតហើយបច្ចុប្បន្ននេះយើងមាននិស្សិតជាច្រើនដែលកំពុងតែបន្តការស្នាក់នៅហើយនេះខ្ញុំផ្ទាល់ជានិស្សិតដែលអតីតនិស្សិតហើយយើងនៅតែមានទំនាក់ទំនងជាមួយនឹងនិស្សិតចំនួនមុនហើយយើងអាចជួយទៅគាត់ត្រឡប់ទៅវិញហើយពីខ្ញុំទៅខ្ញុំពិតជាអរគុណទៅដល់បងម្ដេចហើយនឹងក្រុមគ្រួសារដែលបានលះបង់ទាំងក្តីស្រឡាញ់ទាំងពេលវេលាទាំងថវិកាទៀតហើយគាត់តែងតែព្យាយាមចែកចាយអំពីអ្វីដែលគាត់កំពុងតែជួយនិស្សិតទាំងអស់ហើយអ្វីដែលនិស្សិតបានទទួលពីគាត់ទៅឲ្យម្ចាស់ជំនួយយើងផងដែរអញ្ចឹងយើងពិតជាអរគុណដល់ម្ចាស់ជំនួយដែលចំណាយថវិកាមកជួយពួកយើងហើយសម្រាប់ខ្ញុំគិតថាថវិកាដែលបងប្អូនទាំងអស់គ្នាបានជួយមកនោះពិតជាទទួលបានពិតជាជួយពួកខ្ញុំបានពិតមែនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអាចធ្វើជាទីបន្តមួយថាតាមរយៈការស្នាក់នៅអង្គការពិតជាអាចផ្លាស់ប្ដូរការរស់នៅរបស់ខ្ញុំការគិតរបស់ខ្ញុំហើយតាំងផ្នត់គំនិតនៃការចូលទៅក្នុងសង្គមរបស់ខ្ញុំពិតជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពិតមែនអញ្ចឹងជាចុងក្រោយខ្ញុំពិតជាចង់អរគុណទៅដល់បងម្ដេចចង់អរគុណទៅដល់ក្រុមគ្រួសាររបស់បងនិងអរគុណទៅដល់ម្ចាស់ជំនួយទាំងអស់ដែលតែងតែផ្គត់ផ្គង់មកនិស្សិតទាំងអស់ដែលស្នាក់នៅដមហូមឲ្យមានឱកាសស្នាក់នៅហើយមានឱកាសអាច
បន្តការសិក្សានៅសាកលវិទ្យាល័យបានដោយមិនបាច់ព្រួយបារម្ភរឿងការស្នាក់នៅទេព្រះអង្គប្រទានពរដល់បងក្រុមគ្រួសារនិងម្ចាស់ជំនួយទាំងអស់និងបងប្អូនទាំងអស់គ្នាសូមជម្រាបលា